ចូលក្នុងសង្គមបច្ចុប្បន្ននេះគួរដឹងរឿងពិត10យ៉ាងដែលអ្នកមិនបានចាប់អារម្មណ៍ 1. មនុស្សដែលមិនដែលចុច like និងឲ្យបេះដូងអ្នកនៅក្នុងបណ្ដាញសង្គមក្នុងភ្នែកគេគឺគ្មានអ្នកទេ 2. មនុស្សយើងតែងតែទុកអារម្មណ៍ល្អឲ្យអ្នកដទៃបែរជាទុកអារម្មណ៍មិនល្អឲ្យមនុស្សជិតស្និទ្ធទៅវិញ 3. បើចង់ឲ្យការជជែកគ្នាមានភាពរីករាយមិនត្រូវនិយាយនៅអ្វីដែលខ្លួនល្អជាងគេទេ 4. មនុស្សស្រីដែលកាន់តែស្អាតកាន់តែពិបាកទទួលបានសេចក្តីស្នេហាពិត 5. ពេលអ្នកក្រលំបាកគ្រាន់តែមិននិយាយស្ដីជាមួយមិត្តភក្តិនោះមិត្តភាពនឹងនៅថិតថេររហូតឲ្យតែអ្នកហាមន់និយាយស្ដីនោះមិត្តភក្តិនឹងបាត់បង់ 6. នៅពេលដែលអ្នកកាន់តែបានសម្បូរសប្បាយសាច់ញាតិជិតឆ្ងាយកាន់តែច្រើនឡើង 7. ត្រូវតែរាប់អានមនុស្ស3ប្រភេទនេះមនុស្សដែលឲ្យលុយអ្នកខ្ចីនៅខ្លួនឯងមនុស្សដែលតែងតែហុចនេះហុចនោះឲ្យអ្នកនិងមនុស្សដែលតែងតែលួងលោមនិងលើកទឹកចិត្តអ្នក 8. បើមិត្តភក្តិឬមិត្តរួមការងារមានកម្មវិធីជប់លៀងមិនអញ្ជើញឲ្យអ្នកចូលរួមកុំទៅរំលឹកកុំទៅសួរកុំទៅចង់ដឹង 9. អ្នកគិតថាមនុស្សស្រីពិតជាស្រឡាញ់អ្នកសាក់គ្មានលុយមើលអ្នកគិតថាមនុស្សប្រុសស្រឡាញ់អ្នកពិតសាក់ជជែករឿងអាពាហ៍ពិពាហ៍និងផ្ទះសម្បែងលោមើល 10. កំរោគស៊ីជាមួយមិត្តភក្តិបើមិនបាត់បង់មិត្តភក្តិក៏បាត់បង់របររស៊ីដែរកុំភ្លេចចែករំលែកបន្តឲ្យមនុស្សជាទីស្រឡាញ់